រឿងឆ្មាកំហូចនិងមាន់គប់នៅក្នុងភូមិមានសត្វឆ្មាកំហូចមួយចូលចិត្តដើរលបមើលមាន់គប់ដែលតែងតែចូលចិត្តដើរបង្អួតរៀងនិងបញ្ចេញសំឡេងរងាវជារៀងរាល់ព្រឹកឆ្មាមួយក្បាលនោះក៏ចាប់បានមាន់ហើយវាកំពុងរិះរកល្បិចធ្វើយ៉ាងណាដើម្បីវាអាចស៊ីមាន់នោះបានទើបបានជាវាចោទឡើងថាដឺមាន់ជាអ្នករំខានមនុស្សគ្រប់គ្នាពីដំណេកដោយសំឡេងរងាវរបស់វានៅពេលយប់ដែលធ្វើមនុស្សដេកមិនលក់រីឯមាន់វិញក៏និយាយការពារខ្លួនវាថាក៏ខ្លួនធ្វើបែបនេះដើម្បីជាប្រយោជន៍ដល់មនុស្សទាំងឡាយសំឡេងរបស់ខ្ញុំធ្វើពួកក្រោកពីដំណេកទាន់ពេលទៅធ្វើការឆ្មាក៏ឆ្លើយវិញថាទោះបីពាក្យដោះសាររបស់ឯងពោពេញទៅដោយពាក្យសម្ដីដែលគួរជឿទុកចិត្តប៉ុន្តែយើងនឹងមិនព្រមឃ្លានជាដាច់ខាតបន្ទាប់មកឆ្មាក៏ស៊ីមាន់នោះជាអាហារបាត់ទៅគំនិតនៃរឿងមនុស្សពាវច្រើនតែមានលេសធ្វើបាបនិងកេងប្រវ័ញ្ចនគរតីជានិច្ច